ថ្ងៃនេះសូមតបនឹងខមមិនមកបងម្ដងព្រោះដោយសារតែខ្ញុំផុសវីដេអូថ្ងៃមុនណាគឺមានបងខមមិនសួររកទីតាំងច្រើនខ្លាំងមែនតើសម្រាប់ទីតាំងបរិយគឺស្ថិតនៅក្នុងភូមិរំជែក2សង្កាត់រតនៈក្រុងបាត់ដំបងសម្រាប់ផ្លូវបំបងជិះឆ្វែពីលោកតាដំបងក្រញូងជិះទៅត្រង់ក៏ដល់ស្តុបគឺយើងអត់បាត់តាណាទេមកបងទាំងអស់គ្នាធ្វើដំណើរទៅត្រង់បន្តិចបងឃើញជាមួយនឹងអាហារដ្ឋានបន្ទាយស្រីបន្ទាប់មកបងបាត់ស្ដាំតាមជ្រុងអាហារដ្ឋានបន្ទាយស្រីជិះតែបន្តិចគឺឃើញជាមួយនឹងស្លាហូបនិយាយរួមមកបងជិះពីរង្វង់មូលលោកតាដំបងក្រញូងនិងបរិយបើយើងគឺត្រឹមតែ6នាទីតែប៉ុណ្ណោះចំពោះចម្ងាយផ្លូវគឺ 2.4 គីឡូម៉ែត្រ Finally ឥឡូវខ្ញុំបានមកដល់ហើយជាមួយនឹងគម្រោងបរិយរបស់យើងគឺខ្ញុំសង្កេតឃើញថាជាមួយនឹងច្រកចូលទៅកាន់ផ្ទះវីឡាគឺមានដាំឈើសម្រាប់លម្អផងដែរមើលទៅគឺថាដាច់កន្ទុយភ្នែកតែម្ដងវីឡាតូលរបស់យើងវិញទំហំផ្ទះទៅតឹង8ម៉ែត្រកន្លះគុណនឹង12ម៉ែត្រកៅសម្រាប់កម្ពស់វិញគឺខ្ពស់រហូតដល់6ម៉ែត្រកន្លះបងប្អូនទាំងអស់គ្នាចំណែកឯកម្ពស់ក្នុងផ្ទះវិញគឺមានកម្ពស់4ម៉ែត្រ2ទឹកនិងទំហំដី11ម៉ែត្រ6គុណនឹង21ជាមួយនឹងម៉ូតវីឡាតូនេះបងប្អូនទាំងអស់គ្នាអាចនិយាយបានថាស័ក្តិសមមែនទែនសម្រាប់បងដែលទើបតែបង្កើតគ្រួសារថ្មីកំពុងតែស្វែងរកផ្ទះដែលនៅដាច់ដោយឡែកហើយជាមួយនឹងផ្ទះដែលមានជាមួយនឹងសួនអមជុំវិញសងខាងមានទំហំដីធំទូលាយមានខ្យល់និងពន្លឺចេញចូលគ្រប់គ្រាន់បរិយាកាសល្អជាមួយនឹងគម្រោងផ្ទះរបស់បរិយ Garden Home គឺខ្ញុំពិតជា recommend ខ្លាំងមែនទែនហើយអ្វីដែលសំខាន់ទីតាំងផ្ទះនៅចំកណ្ដាលក្រុងបាត់ដំបងនៅជិតផ្សារនៅជិតសាលារៀននៅជិតវត្តជាពិសេសហើយជាមួយនឹងធនាគារ ABA ក្រុងបាត់ដំបងគឺនៅជិតជាមួយនឹងគម្រោងបរិយយើងខ្លាំងមែនទែនគឺជិះត្រឹមតែ 1.6 គីឡូម៉ែត្រតែប៉ុណ្ណោះបើសិនជាបងធ្វើដំណើរពីបរិយទៅផ្សារថ្មីគឺត្រឹមតែ3គីឡូម៉ែត្រតែប៉ុណ្ណោះនិង 2.1 គីឡូម៉ែត្រពីស្ពានថ្មក្រុងបាត់ដំបងជាមួយនឹងវីឡាតូលនៅក្នុងក្រុងបាត់ដំបងមួយម៉ូតនេះតម្លៃគឺថាសមរម្យល្អខ្លាំងមែនតើឆ្លៀតឱកាសនេះផងដែរខ្ញុំមកឆ្លើយតបនឹងខមមិនបងដែលសួរផងដែរជាមួយនឹងគម្រោងបរិយ Garden Home របស់យើងគឺមានអតិថិជនរស់នៅហើយឬនៅជាក់ស្ដែងបច្ចុប្បន្នវីឡាដែលមានអតិថិជនរស់នៅក្នុងគម្រោងរបស់យើងគឺមានចំនួន34ផ្ទះវីឡាហើយបងទាំងអស់គ្នាដូចដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងសម្រាប់បងដែលមានចំណាប់អារម្មណ៍មកមើលផ្ទះផ្ទាល់ឬក៏ចង់ចូលជាសមាជិករបស់គ្រួសារបរិយ Garden Home អាចធ្វើការទំនាក់ទំនងឆាតមកពេចផ្លូវការបានរបស់បរិយ Garden Home